ស្រស់ស្រួលគ្នាណាស់ពេលនេះពេលជួបទុកទៅមានមិត្តល្អរុស្ស៊ីបានប្រកាសថាខ្លួនមិនបោះបង់ចោលវេណេស៊ុយឡាអ៊ីរ៉ង់បានបញ្ជូនប្រេងនិងជំនួយយោធាទៅកាន់ទីក្រុងការ៉ាកាសចិនប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធាយើងជាបងប្អូនល្អមិនបោះបង់ចោលគ្នាសេចក្តីប្រកាសទាំងនេះគឺជាឆន្ទៈរបស់សម្ព័ន្ធមិត្តវេណេស៊ុយឡាដែលរក្សាជំហរតាំងពីដើមមកតើអាចជាការពិតដែរឬទេនេះជាសារគំរាមធ្ងន់ធ្ងរបំផុតហើយក៏បានឈានដល់ជំហានចុងក្រោយក្នុងការដោះស្រាយវិបត្តិវេណេស៊ុយឡាដោយសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យទី30វិច្ឆិកាបានផ្ដល់ឱសានវិទ្យសម្រាប់លោកនីកូឡាស់ម៉ាដូរ៉ូនិងក្រុមគ្រួសារសម្រាប់ការចាក់ចេញពីប្រទេសវេណេស៊ុយឡាទៅកាន់ប្រទេសរុស្ស៊ីឬកន្លែងផ្សេងទៀតដែលមានសុវត្ថិភាពការគំរាមខ្លាំងៗបែបនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានប្រកាសនៅថ្ងៃសៅរ៍ទី29វិច្ឆិកាថាដែនអាកាសវេណេស៊ុយឡាត្រូវបានបិទទាំងស្រុងចំពេលសហរដ្ឋអាមេរិកបង្កើនវត្តមានយោធាក្នុងការចូលអន្តរាគមន៍ដោយផ្ដោតលើអង្គការភេរវកម្មកាតេដេឡូសូលដែលជាក្រុមជួញដូរគ្រឿងញៀនដ៏មានគ្រោះថ្នាក់ដែលមានលោកម៉ាដូរ៉ូជាមេខ្លោងការប្រកាសរបស់លោកត្រាំបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលអាកាសចរសហព័ន្ធបានព្រមានក្រុមហ៊ុនអាកាសចរនៅថ្ងៃទី21វិច្ឆិកាអំពីស្ថានភាពដែលអាចបង្កគ្រោះថ្នាក់នៅក្នុងដែនអាកាសវេណេស៊ុយឡាដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅព្រមទាំងសកម្មភាពយោធាសហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងជាការឆ្លើយតបប្រទេសវេណេស៊ុយឡាបានច្រានចោលការកំណត់បិទដែនអាកាសនេះថាជារឿងប្រឌិតនិងគួរឲ្យអស់សំណើចខ្លាំងណាស់ជាមួយគ្នានេះផងដែរវេណេស៊ុយឡាបានដកហូតសិទ្ធិប្រតិបត្តិការក្រុមហ៊ុនជើងហោះហើរនៅថ្ងៃទី26វិច្ឆិកាសម្រាប់ក្រុមហ៊ុនអាកាសចរអន្តរជាតិធំៗមួយចំនួនដូចជា TAP Air Portugal, Avica, LongTerm Colombia និង Turkey Airlines ជាដើមបន្ទាប់ពីមានការគំរាមកំហែងផ្នែកដែនអាកាសស្របចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងឥតឈប់ឈររវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងការ៉ាកាសជាមួយគ្នានេះសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការទ័ពជើងគោកដោយពង្រីកគោលដៅចុះចតនៅក្នុងប្រទេសវេណេស៊ុយឡាក្នុងពេលឆាប់ខាងមុខនេះគិតត្រឹមនៅថ្ងៃទី1ធ្នូនេះផ្អែកតាម Fox News បានបញ្ជាក់ថាប្រធានាធិបតីដូណាល់ត្រាំបានចេញឱសានវិទ្យដ៏ម៉ឺងម៉ាត់មួយទៅកាន់មេដឹកនាំវេណេស៊ុយឡាគឺលោកនីកូឡាស់ម៉ាដូរ៉ូដោយទាមទារឲ្យលោកម៉ាដូរ៉ូលាលែងពីតំណែងជាបន្ទាន់ព្រមទាំងអនុញ្ញាតឲ្យលោកម៉ាដូរ៉ូនិងក្រុមគ្រួសាររបស់លោកឆ្លងកាត់ដោយសុវត្ថិភាពដែលជាជំរើសមួយជំនួសឲ្យការប្រជុំមុខដាក់គ្នានិងអំពីផលវិបាកយោធាដ៏ធ្ងន់ធ្ងរប្រសិនបើពួកគេមិនធ្វើតាមនោះប៉ុន្តែផ្ទុយទៅវិញលោកម៉ាដូរ៉ូបានបដិសេធការទាមទារនេះដោយជំនួសមកវិញបានស្នើសុំការលើកលែងទោសជាសកលចំពោះបទអក្រិតដែលត្រូវបានចោទប្រកាន់ទៅលើរបបរបស់លោកហើយបានស្នើសុំការរក្សាការគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធខណៈពេលដែលអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរីប៉ុន្តែសំណើទាំងនេះត្រូវបានសហរដ្ឋអាមេរិកបដិសេធចោលទាំងស្រុងបន្ទាប់ពីការបដិសេធការផ្ដល់ជូននេះលោកម៉ាដូរ៉ូបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងក្នុងចំណោមរបាយការណ៍អំពីការធ្លាក់ចុះនៃការគាំទ្រយោធានិងការថយចុះទុនបម្រុងប្រេងឥន្ធនៈនៅក្នុងប្រទេសវេណេស៊ុយឡាទាំងមូលស្ថានភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងគួរឲ្យកត់សម្គាល់នៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងវេណេស៊ុយឡាក្រោមរដ្ឋបាលរបស់លោកដូណាល់ត្រាំការរៀបចំយោធាកំពុងដំណើរការរួចហើយជាមួយនឹងការដាក់ពង្រាយកងទ័ពជើងទឹកនិងដែនអាកាសដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅជិតប្រទេសវេណេស៊ុយឡាដែលជាសញ្ញានៃការត្រៀមខ្លួនវាយប្រហារគ្រប់ពេលវេលាទាំងអស់តើសហរដ្ឋអាមេរិកនឹងអន្តរាគមន៍យោធាមែនឬទេអ្នកជំនាញភាគច្រើនជឿថាមិនទំនងជាកាត់ឡើងទេដោយសារកងទ័ពដែលដាក់ពង្រាយនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការវាយលុកដីគោកទ្រង់ទ្រាយធំឡើយប៉ុន្តែសហរដ្ឋអាមេរិកទំនងជានឹងផ្ដោតលើការវាយប្រហារយុទ្ធសាស្ត្រដែលមានគោលដៅច្បាស់លាស់ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលវេណេស៊ុយឡាឬទីតាំងយោធាសំខាន់ៗដើម្បីបង្ខំឲ្យលោកម៉ាដូរ៉ូលាលែងពីតំណែងដោយឡែកជំហររបស់លោកម៉ាដូរ៉ូបានបដិសេធឱសានវិទ្យរបស់លោកត្រាំយ៉ាងដាច់អហង្ការដោយចាត់ទុកថាជាការរំលោភបំពានអធិបតេយ្យភាពនិងជាការបង្កអសន្តិសុខចំណែករុស្ស៊ីវិញបានប្រកាសថាខ្លួននឹងមិនបោះបង់ចោលវេណេស៊ុយឡាឡើយហើយបានធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយដូចជាទូ160ទៅកាន់តំបន់នេះដើម្បីបង្ហាញការគាំទ្រនិងតទល់ជាមួយសហរដ្ឋអាមេរិកចំណែកអ៊ីរ៉ង់ក៏បានបញ្ជូនប្រេងនិងជំនួយយោធាទៅកាន់ទីក្រុងការ៉ាកាសដែលជាការបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធមិត្តប្រឆាំងនឹងសហរដ្ឋអាមេរិកចំណែកនោះវិញបានប្រកាសជាបន្តថាខ្លួននឹងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធាឬអន្តរាគមន៍ពីខាងក្រៅណាមួយដើម្បីដោះស្រាយវិបត្តិក្នុងប្រទេសវេណេស៊ុយឡាចិនទទូចថាចំនួននយោបាយត្រូវតែដោះស្រាយដោយសន្តិវិធីនិងតាមរយៈកិច្ចចរចាក្នុងប្រទេសតើសហរដ្ឋអាមេរិកអាចសម្រេចផែនការបដូររបបលោកនីកូឡាស់ម៉ាដូរ៉ូបានដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន